តោះយើងមករៀនបន្តវីដេអូដូចខ្ញុំបង្ហាញដល់អ្នកនាងមិញអញ្ចឹងណាអញ្ចឹងងាយៗស្រួលៗបងប្អូនចូលមកកាន់កម្មវិធី CapCut ទៅបន្ទាប់មកធ្វើការ add រូប product ជាមួយនឹង background ចូលបន្ទាប់ពី add ហើយមកដល់កន្លែងនេះបងប្អូនធ្វើការសេរីទំហំវាតិចទៅដោយសារតែរូបយើងដាក់មកវាអត់ស្មើហ្នឹងហើយអញ្ចឹងខ្ញុំសេរីយក size TikTok select នៅលើនេះហើយបន្ទាប់មកបងប្អូនទៅរកពាក្យថា overlay អូខេតម្លាក់វាចុះក្រោមហើយធ្វើការទាញវាមកនៅខាងក្រោម product បែបនេះអូខេពេលមកដល់កន្លែងនេះបងប្អូនធ្វើការ cut អា background នឹងចេញតិចទៅដើម្បីយើងធ្វើការសេរីរូបផលិតផលរបស់យើងហ្នឹងឲ្យវាស្ថិតនៅលើអាកន្លែងនេះហ្នឹងហើយអូខេចាំតិចខ្ញុំសេរីសិនអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចមើលតាមជាក់ស្ដែងបានអញ្ចឹងណាឃើញទេបើសិនជាវាស្ទើរទាញវាបន្តិចទៅចាអូខេអញ្ចឹងបន្ទាប់ពីយើងទាញវាស្មើហើយបងប្អូន cut background នឹងចូលមកវិញមកដល់កន្លែងបងប្អូន select លើ product ហើយបងប្អូនទៅរកពាក្យថា duplicate ចាបន្ទាប់ពីចុចពាក្យ duplicate ហើយបងប្អូនទៅរកពាក្យថា overlay ម្ដងទៀតដើម្បីធ្វើការតម្លាក់ product នឹងចុះមកខាងក្រោមអូខេទាញវាចុះខាងក្រោមបែបនេះមកបងប្អូនហ្នឹងហើយរួចរាល់ហើយបន្ទាប់មកទៀតបងប្អូនធ្វើការ select នៅលើរូបbackground បងប្អូនអូខេចាំតិចសេរីសិនហ្នឹងហើយ select នៅលើរូប background នេះចុច key frame បន្ទាប់ពីចុច key frame ហើយបងប្អូនទៅរកពាក្យថា mask អូខេបន្ទាប់មកចុច horizontal បែបនេះទាញវាប្រឆិតចេះមកហ្នឹងហើយបន្ទាប់មកទៀតបងប្អូនធ្វើការទាញវាឡើងទៅខាងលើអូខេបន្ទាប់ពីទាញបែបហ្នឹងហើយបងប្អូនធ្វើការមក cut នៅអាកន្លែង background នេះវិញមកអូខេហ្នឹងហើយទាញវាមកត្រឹមនេះមកហើយចុច key frame ម្ដងទៀតអូខេបន្ទាប់មកធ្វើការទាញឲ្យនឹងចុះមកខាងក្រោមវិញទាញអា mask មិញណាអូខេអញ្ចឹងយើងទទួលបានវីដេអូបែបនេះហើយឃើញទេបន្ទាប់មកទៀតបងប្អូនធ្វើការ select នៅលើ background នឹងដដែលហើយទៅរកពាក្យថា effect អូខេចុចទៅលើពាក្យ effect នឹងហើយយក video effect បន្ទាប់មកបងប្អូនទៅរកកន្លែង effect ដែលមានឈ្មោះថា butterfly អញ្ចឹងប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនឃើញទេបងប្អូននឹងទទួលបានវីដេអូបែបនេះចាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយ